យើងបន្តវគ្គសិក្សាអំពី OCP Connect តទៀតវគ្គនេះគឺនឹងនិយាយតាក់ទងអំពីការសុំច្បាប់អញ្ចឹងពេលដែលយើងចូលមកដល់ Attendance tab យើងមើលនៅក្រោមគេគឺមានពាក្យថា My Leave បាទហើយបើយើងចង់សុំច្បាប់គឺយើងអាចចុចទៅលើបេតុងនេះបានគឺ Apply for Leave ហើយពេលដែលលោកអ្នកចុចទៅលើហ្នឹងគឺអ្នកនឹងអាចជ្រើសរើសប្រភេទនៃ leave របស់យើងបាទអញ្ចឹងសូមជ្រើសរើសឲ្យត្រឹមត្រូវគឺមាន sick leave personal leave parental leave compassion ហើយជាមួយនឹង unpaid បាទ unpaid បានន័យថាយើងអស់ leave ហើយគឺយើងជ្រើសរើសមួយនេះហើយសូមជ្រើសរើសឲ្យត្រឹមត្រូវដោយសារ role នីមួយៗគឺមានប្រភេទនៃការសុំច្បាប់ហ្នឹងផ្សេងគ្នាបាទឧទាហរណ៍ទី1គឺខ្ញុំយក personal leave ទី2នេះណាអញ្ចឹងខ្ញុំត្រូវដាក់ថ្ងៃឈប់គឺឧបមាថាខ្ញុំសុំពីអាទិត្យមុនគឺខ្ញុំឈប់ថ្ងៃ24បាទហើយខ្ញុំឈប់មួយថ្ងៃអញ្ចឹងគឺថ្ងៃ24ដល់ថ្ងៃ24ហើយយើងមាន option 2គឺ full day ជាមួយនឹង half dayអញ្ចឹងបើខ្ញុំឈប់តែកន្លះថ្ងៃទេគឺខ្ញុំអាចដាក់ half day បានហើយបើខ្ញុំឈប់ពេញមួយថ្ងៃខ្ញុំអាចដាក់ full day ចុះសំណួរមួយទៀតថាចុះបើខ្ញុំឈប់មួយថ្ងៃកន្លះបើខ្ញុំឈប់មួយថ្ងៃកន្លះគឺយើងអាចដាក់ដល់ថ្ងៃ25ហើយដាក់ 1.5 អូខេហើយមូលហេតុគឺថាខ្ញុំទៅការបងប្អូនអូខេយើងអាចដាក់ uncle wedding ណាហើយយើងចុច submit មកពេលដែលយើងចុច submit គឺsystem វានឹងផ្ញើសារទៅកាន់principal ឲ្យ principal ឆែកដើម្បី approve leave របស់យើងហើយបើពេលដែល leave របស់យើងបាន approve គឺវានឹងចូលទៅក្នុង system តែម្ដងបាទនេះគឺជាបែបបទនៃការសុំច្បាប់បាទហើយសូមបញ្ជាក់មួយទៀតថាចំពោះការឈឺគឺយើងអាចសុំក្រោយ3ថ្ងៃពេលដែលយើងឈឺហើយឧបមាថាយើងឈឺថ្ងៃ3យើងអាចមានសិទ្ធិសុំដល់ឈឺហើយយើងសុំបានគឺដល់ថ្ងៃ5អញ្ចឹងសូមបងប្អូនទាំងអស់គ្នាច្បាប់ក្រោយពេល3ថ្ងៃពេលយើងឈឺហើយណាហើយសូមដាក់ពាក្យឈឺហើយសូមថតរូបមកផងឧបមាថាខ្ញុំត្រូវថតរូបគឺយើងអាចថតតែម្ដងណាប្រើកាមេរ៉ាយើងថតហើយ submit request អញ្ចឹងដូចគ្នានឹងលើកមុនអញ្ចឹងគឺវានឹង alert ទៅខាង principal ឲ្យ principal approve leave របស់យើងណាហើយបើថា principal នៅតែអត់ទាន់បាន approve សូមតាក់ទងទៅគាត់ឬក៏សូមគាត់ផ្ទាល់ដើម្បីឲ្យគាត់ចូលទៅឆែកក្នុង system របស់គាត់ដើម្បី approve leave របស់យើង